ពួកយើងត្រូវសម្ដែងធ្វើជាកូនម៉ាក់និងលោកពូមែនទេត្រូវហើយធ្វើការងារក្រម៉ងនេះហើយថ្លៃព្យាបាលលោកតាលោកយាយរបស់កូនត្រូវបានដោះស្រាយហើយម៉ាមីហេតុអីក៏លោកពូភ័យមិនអាចខ្លាចជាប៉ារបស់ពួកយើងមែនតើអញ្ចឹងគាត់សង្ហាឲ្យល្អនឹងពួកយើងទៀតអ្វីដែលសំខាន់គាត់មានលុយច្រើនណាស់អញ្ចឹងគឺស្រួលណាស់ឲ្យលោកពូភ័យរៀបការជាមួយម៉ាមីទៅមិនល្អទេឆាប់ភ្លាមទៅក្មេងៗពួកកូនម្នាក់ណាក៏មិនអាចគិតរឿងគ្រោះថ្នាក់អញ្ចឹងនោះដែរណាដឹងហើយនៅបើអញ្ចឹងប៉ាពិតប្រាកដរបស់ពួកយើងជាអ្នកណាទៅមិនគណតែមិនតាន់មករាប់ពួកយើងទៀតការងាររបស់ប៉ាពួកកូនមិននឹងអាចឲ្យពួកកូនដឹងទៅថ្ងៃនេះយើងនាំគ្នាញ៉ាំបាយសិនទៅយើងមិននិយាយពីរឿងនេះទៀតទេញ៉ាំបាយឲ្យម៉ាក់ត្រូវទៅរើកាដូសម្រាប់ខួបកំណត់លោកតាទៀតតើឆាប់ឡើងហើយយ៉ានេះគឺស៊ូហ្វាន់ស៊ីងមែនទេមិនក្តៅយ៉ាងនេះនៅជាកង់លឹងតូចនេះមកទៀតអាយ៉នេះគឺប្រធានជាងមែនទេម៉ែកំពុងរកភ្លៀងបែបនេះនៅជាឡានអត់ដំបូលមករកអួតគេទៀតសម្ដីនាងធ្លាប់ក៏គ្មានប្រយោជន៍ដែរខ្ញុំប្រាប់នាងទៅចុះខ្ញុំត្រូវទៅចូលរួមកម្មវិធីភ្ជាប់ពាក្យរបស់ជូសៀននិងគូហៅណានតើនាងចង់ជិះទៅជាមួយគ្នាទេខ្ញុំមិនត្រូវការមនុស្សផាត់ក្បត់ដូចគេនេះធ្វើពិធីភ្ជាប់ពាក្យគួរឲ្យចង់សើចណាស់មានតែមនុស្សប្រភេទដូចជានាងទេដែលចង់ទៅខ្ញុំមើលទៅនាងគ្រាន់តែចំណានគេតែប៉ុណ្ណោះខ្ញុំមើលទៅនាងគ្រាន់តែចំណានគេតែប៉ុណ្ណោះលោកតាលោកតាមិនអីទេលោកតាអូឈឺណាស់ឈឺណាស់ខ្ញុំនឹងឲ្យឡានប៉ែតមកឥឡូវនេះណាលោកតាលោកតាឈឺត្រង់ណានាងឆាប់ទៅនាងចង់រត់តាណាមានស្អីពាក់ព័ន្ធជាមួយខ្ញុំទៅលេងតែជាមួយនឹងខ្ញុំមិនបានធ្វើទេលោកតាឥឡូវនេះលោកតាមានអារម្មណ៍បានធូរខ្លះទេត្រូវការឆាយសុខភាពទាំងអស់ឡើងវិញទេតាចាស់សន្តិសុខខ្វាក់ភ្នែកម្នាក់សោះក៏មិនចង់បោកលុយយើងហាមមកឡើងពិបាកស្ដាប់ម្លេះខ្ញុំនិយាយមានអីខុសទៅតាចាស់ដែលកាន់ឈើច្រដកតាមផ្លូវមានក្រុមហ៊ុនណាដែលគេយកសន្តិសុខតាចាស់នេះធ្វើការគ្រាន់តែមើលក៏ដឹងថាពួកបោកប្រាស់ដែរលោកតានៅទីនេះចាំខ្ញុំសិនណាតែទៀតពួកខ្ញុំមកវិញឆាប់មកភ្លាមរឿងការឡើងថ្ងៃនេះសិតតែមកពីនាងជាអ្នកធ្វើឆាប់ទៅបង់លុយព្យាបាលភ្លាមទៅវាស្អីនាងទៅហើយចាបើចង់ធ្វើជាមនុស្សល្ងងណាស់នាងបង់លុយខ្លួនឯងទៅខ្ញុំមិនលេងជាមួយនាងទេអ្នកជំងឺដែលជួបគ្រោះថ្នាក់ចរាចរណ៍លោកតាដែលពាក់ខោអាវសន្តិសុខមានឈឺច្រត់នៅបន្ទប់មួយណាលោកប្រធានភ័យរកតាចាស់ឈឺច្រត់មិនក៏លោកប្រធានភ័យស្គាល់តាមម្នាក់នោះប្រកាសជាមានអ្វីពាក់ព័ន្ធគ្នាហើយលោកតាមានត្រីកន្លែងណាទេឈឺទេលោកតាតាពិតទៅគ្មានអីធំដុំទេគ្រាន់តែជាគ្រោះថ្នាក់តូចតាចមួយប៉ុណ្ណោះលោកតាខ្ញុំមកវិញហើយលោកប្រធានភ័យមិនក៏លោកនៅទីនេះចុះមិនក៏នាងនៅទីនេះលោកគឺសាច់ញាតិរបស់លោកតាមែនទេរឿងគឺបែបនេះខ្ញុំគឺជាអ្នករកឃើញលោកតានៅតាមផ្លូវហើយក៏យកលោកតាមកមន្ទីរពេទ្យដែរគឺក្មេងស្រីចិត្តល្អនាំតាមមកមន្ទីរពេទ្យហើយនៅមានម្នាក់ទៀតគេក៏បានមកជាមួយគឺអ្នកដែលបង្កគ្រោះថ្នាក់ដំបងគឺនាងចង់រត់គេញប៉ុន្តែខ្ញុំនាំនាងមកទីនេះដើម្បីឲ្យបង់ថ្លៃព្យាបាលឲ្យរបស់លោកតាបើអញ្ចឹងត្រូវអរគុណនាងហើយខែនេះខ្ញុំអាចនឹងដំឡើងប្រាក់រង្វាន់ឲ្យនាងលោកតាខ្ញុំលោកប្រធានភ័យគឺនាងនេះហើយគឺសូហ្វាន់ស៊ីងនេះហើយដែលបានជិះកង់បោកលោកតាដំបងនាងចង់រត់គេចគឺខ្ញុំជាអ្នកបង្ខំនាងឲ្យបង់ថ្លៃព្យាបាលបើមិនអញ្ចឹងទេនាងប្រហែលជារត់គេចបាត់ទៅហើយនាងពិតជាមានបញ្ហាមែនបងបាយរឿងពីល្អទៅជាអាក្រក់នាងចង់និយាយថានាងមិនបានជិះកង់បោកលោកតាមែនទេចាបើមិនមែនព្រោះតែនាងបោកខ្ញុំទេល្អខ្ញុំនឹងនាងនិយាយសិតតែមិនបានការទុកឲ្យលោកតាជាអ្នកនិយាយលោកតានិយាយទៅតាមពិតគឺអ្នកណាដែលចង់រត់គេចនោះគឺនាងឥឡូវនេះគាត់តែទទួលស្គាល់ទៅលោកតាមើលមិនឃើញទេប៉ុន្តែចិត្តរបស់គាត់មិនមែនមិនដឹងឯណាគាត់អាចដឹងថាអ្នកណាជាមនុស្សល្អអ្នកណាជាមនុស្សអាក្រក់ប្រធានភ័យគឺមិនមែនខ្ញុំទេគឺខ្ញុំមិនប្រយ័ត្នក៏បានជិះបុកលោកតាពិតមែនតែទាំងនេះគឺសុទ្ធតែមកពីចាញ់យុយសៀនាងគឺព្រមទទួលហើយលោកប្រធានភ័យនាងបានទទួលកំហុសគឺនាងជាអ្នកបុកលោកតាពិតមែនខ្ញុំក៏មិនដឹងដែរថានឹងប្រកែកទៀតធ្វើអីនាងនិយាយអត់ខុសទេគ្រាន់តែតាចាស់ម្នាក់នេះចូលចិត្តពាក់ខោអាវសន្តិសុខបែបនេះហើយដើរតាមផ្លូវហើយមានឈើច្រត់មួយនេះសម្រាប់នាំផ្លូវដូចជាក្មេងៗចូលចិត្តសម្ដែងគេហៅថាណែ
Coldplay ក្នុងភ្នែករបស់នាងខ្ញុំគ្រាន់តែជាតាចាស់សន្តិសុខបោកប្រាស់គេម្នាក់ប៉ុណ្ណោះបើមិនបានអ្នកនាងម្នាក់នេះនាំខ្ញុំមកមន្ទីរពេទ្យនាងប្រកាសជាដាក់ខ្ញុំលើសនេះទៅទៀតភ្នែករបស់ខ្ញុំមើលឃើញធម្មតាគឺនាងជាអ្នកនាំខ្ញុំមកមន្ទីរពេទ្យគេបានមើលថែខ្ញុំថែមទៀតផងចំណែកនាងវិញគ្រាន់តែមើលងាយខ្ញុំប៉ុណ្ណោះ ចាងយូសៀនាងមើលទៅដូចជាភ័យណា ប្រធានភ័យបានថែកាមេរ៉ាសុវត្ថិភាពហើយគឺចាងវុយសៀតាំងចិត្តបើកឡានគៀវហ្វាន់ស៊ីងអញ្ចឹងហើយទើបនាងជ្រុលចង្កូតទៅបុកត្រូវលោកតា យូសៀនាងត្រូវបានបញ្ឈប់ហើយ ប្រធានភ័យសុំកុំនឹងខ្ញុំចាញ់អីខ្ញុំដឹងខុសហើយប្រធានភ័យ លោកតាមិនមែននៅក្មេងទៀតទេមិនគូលោកតាជួយចិត្តធ្វើដូចជាក្មេងៗខុសភ័យធ្វើអី អេជីងជាក្រៃឯងនាំចាប់ភាសាមកឲ្យជើងមើលមែនទេនាងណែណា លោកតាពិតជាចៃដន្យណាស់ខ្ញុំគឺលោកប្រធានភ័យខ្ញុំគឺមិត្តស្រីរបស់ចេញភ័យ ហើយយោនេះពិតជាចៃដន្យមែនអាតាចាស់ជាងនេះពិតជាចូលចិត្តនាងណាស់កាត់ដៃគ្នាឆាប់អ្នកទាំងពីរត្រូវតែស្រឡាញ់គ្នាពិតមែនគុំមកបោកតាចាស់ជាងនេះឲ្យសោះណាមិនចឹងទេយើងមិនសុខចិត្តនោះទេ ស្អែកនេះខ្ញុំប្រកាសជាតលេងនឹងលោកតាហើយចេញជាឥឡូវនេះលោកនាំលោកតាទៅសិនទៅខ្ញុំត្រូវមានការតែមុនសិនហើយបាយលោកតា ស៊ូសេវនិងស៊ូជូបានវាយគ្នាជាមួយនឹងក្មេងចិត្ត ថាម៉េចនឹងខ្ញុំនឹងបញ្ញាប់ចេញតែឥឡូវនេះ ឯងគឺជាក្មេងដែលគ្មានប៉ា ម៉ារបស់ខ្ញុំប្រាប់ថាម៉ារបស់ពួកឯងនឹងដូចមេជ្រូកអញ្ចឹងបង្កើតពួកឯងបានដល់តែ4នាក់ យើងវាយឯងឥឡូវនេះក្មេងឈប់ ឆាប់ភ្លាម អាំងម៉ាម៉ាក៏គ្មានប្រយោជន៍ដែរកូនរបស់នាងច្រើនកូនរបស់ខ្ញុំធ្វើឲ្យដៃរលាត់អស់ហើយឆាប់បង់លុយទៅម៉ាមីគឺពួកគេជាអ្នកចាប់ផ្ដើមទេ ពួកគេនឹងជាអ្នកនាំរឿងមុនហើយនៅចាំវាយប្អូនស្រីរបស់ពួកយើងទៀតពួកយើងគ្រាន់តែតដៃប៉ុណ្ណោះម៉ាមីពួកគេពិតជាចិត្តអាក្រក់ណាស់ស្ដាប់ឮហើយនៅមិនចង់ចាប់ប្រកាន់គេទៀតក្មេងពីអ្នកទៅសោះមិនក៏មានចរិតឆ្លើយម្លេះប្រកាសជានាងដែលជាមនុស្សធំជាអ្នកបង្រៀន ខ្ញុំនិយាយឲ្យខមមិនទេនាងមានស្អីខុសពីជ្រុកទៅកាត់កូនម្ដង4នាក់គឺមកមើលក្មេងហើយស្អាតទៀតមិនថាត្រូវធ្វើជាស្រីកំណាន់គេផងនៅនាំកូនមិនរស់នៅម្ដុំនេះទៀតនាងបរិយាកាសនៅម្ដុំនេះអាប់អួរគឺមកពីនាងនឹងហើយនាងខ្ញុំមាននិយាយស្អីខុសហាសត្វជ្រូករបស់ពួកឯងកាត់កូនម្ដងដល់ទៅ4ហើយគួរចង់សើចណាស់ ពួកឯងនិយាយឈ្គត់ស្អីហ្នឹងកុំមកមើលងាយអ្នកដទៃ ខ្ញុំជាមនុស្សប្រភេទស្អីក៏មិនពាក់ព័ន្ធនឹងនាងដែរប៉ុន្តែឥឡូវកូនរបស់ពួកនាងមកធ្វើបាបកូនខ្ញុំឆាប់សុំតើគេភ្លាម តោះពួកយើងទៅផ្ទះ នេះពួកនាង កំពុងធ្វើបាបកូនអ្នកណាហ្នឹង លោកប៉ផៃលោកប៉ម៉ាហើយពួកគេធ្វើបាបម៉ាមីពួកគេធ្វើបាបបងហ្វាន់ស៊ីងទៀតកុំឲ្យអ្នកផ្សេងដឹងពីរឿងរបស់ពួកយើងនៅចំពោះមុខលោកប៉ផៃពួកយើងគឺប្អូនអ្នកម៉ាក់ណា ហ៎គិតថារកមនុស្សប្រុសម្នាក់មានប្រយោជន៍អីទៅខ្ញុំប្រាប់នាងទៅចុះប្តីរបស់ខ្ញុំមានតំណែងធំណាស់នៅក្នុងក្រុមហ៊ុនភ័យខ្លាចហើយមែនទេបើខ្លាចហើយក៏ចេញពីមុខខ្ញុំទៅ សុំសួរថាប្តីរបស់អ្នកនាងឈ្មោះអីដែរ ជូជីនពួកលោកទៅឆែកមើលទៅប្តីខ្ញុំជាប្រធានខាងផ្នែកលក់មួយខែ 6-7 ម៉ឺនឯណោះច្រើនជាងប្រាក់ខែពួកឯងធ្វើការមួយឆ្នាំផង ឈិនមីងឆែកមើលទៅបើចាប់បានគេកឹបកេងប្រាក់ក្រុមហ៊ុនបញ្ឈប់គេភ្លាមបាទ ពិតជាគួរឲ្យចង់សើចណាស់នៅឲ្យមនុស្សទៅឆែកមើលទៀតកុំគិតថាលោកគឺជាប្រធានភ័យនៃក្រុមហ៊ុនគ្រប់ណាត្រូវហើយលោកពូភ័យគឺជាប្រធានក្រុមហ៊ុននឹងហើយនេះយើងក៏ហត់តែផ្ដាស់គួរឲ្យខ្មាស់គេណាស់ ណែគួរឲ្យខ្មាស់គេ ខ្ញុំមិនដឹងថាអ្នកណាត្រូវសើចនោះទេអាឡូថាម៉េចបងត្រូវគេបញ្ឈប់ហើយតើលោកពិតជាប្រធានភ័យមែនទេលោកប្រធានភ័យខ្ញុំដឹងខុសហើយខ្ញុំសុំទោសដែលខ្ញុំមិនស្គាល់មនុស្សសំខាន់ដូចជាលោកខ្ញុំខុសហើយលោកប្រធានភ័យ ប្រធានភ័យថ្ងៃនេះពិតជាមិនដឹងអរគុណលោកយ៉ាងម៉េចទេត្រូវហើយមិនក៏លោកមកទីនេះ គឺថាថ្ងៃស្អែកនេះជាថ្ងៃកំណើតរបស់លោកតាដូច្នេះអ្នកទាំងអស់គ្នាត្រូវតែពាក់ខោអាវបែបហ្នឹងហើយនាងក៏ដឹងថាលោកតាគាត់ចូលចិត្ត Coldplay ដែរនេះគឺជាសម្លៀកបំពាក់របស់នាងរំខាននាងហើយណា ប្រកាសជាល្អណាស់ខ្ញុំចូលចិត្ត ខ្ញុំក៏ចូលចិត្តដែរពួកយើងត្រូវពាក់អីទៅ ខ្ញុំក៏ចង់ខ្លាចជាវរៈពាក់ឈុតដែរ ខ្ញុំក៏អញ្ចឹងដែរពិតជារំខានប្រធានភ័យហើយនៅឆ្លៀតមកដល់ខ្លួនឯងថ្ងៃស្អែកពួកយើងប្រកាសជាតែងខ្លួនឲ្យបានល្អ មិនអីទេក្មេងៗជួបគ្នាថ្ងៃស្អែក ជំរាបលាជួបគ្នាថ្ងៃស្អែកបាយបាយ ថ្លៃសេវា